បុណ្យចូលវស្សាសាសនាព្រះពុទ្ធវេលាកំណត់មិនខែតំរឹងបុណ្យចូលវស្សាសាសនាព្រះពុទ្ធវេលាកំណត់មិនខែតំរឹងចាប់ពី1រោចអាសាឍបុណ្យចូលវស្សាសាសនាព្រះពុទ្ធវេលាកំណត់មិនខែតំរឹងបុណ្យចូលវស្សាសាសនាព្រះពុទ្ធវេលាកំណត់មិនខែតំរឹងចាប់ពី1រោចអាសាឍអាសាលហੰបូជាទិវាអង្គចាបរិស័ទជ្រះថ្លាសាទរប្រារព្ធគុណព្រះចិនស្រីដោយក្តីគោរពមាន5ប្រកបក្នុងខែអាសាឍទី1បដិងសន្ធិថ្ងៃប្រហោះវេលាឥតខ្ចោះនេះឆ្នាំរកាមហាមាយាជាពុទ្ធមេត្តាមានបុណ្យអង្គចាលើងអង្គសត្វត្រីទី2ជាថ្ងៃទ្រង់ចេញសាងភ្នោះចំថ្ងៃប្រហោះឆ្នាំថោះរាសីសត្វធាត់គោដំពោធិសត្វថ្លៃយាងសាងបារមីនៃនេខមៈទី3សំដែងបឋមទេសនាក្នុងឆ្នាំរកាខែអាសាឍជាក់ទ្រង់ប្រោសភិក្ខុបញ្ចវង្គយៈបាំងធំសាវកនាថ្ងៃនោះឯងទី4ជាថ្ងៃព្រះសង្ឃដំបូងកើតដោយឥតក្រងរៀបចំបរិក្ខាបានបួសមុនគេក្នុងព្រះសាសនាពុទ្ធអង្គត្រាស់ថាឯហិភិក្ខុ
ទី5គឺថ្ងៃផ្ចាញ់ពុកនាងក្រនមានរិទ្ធធិងធ្ងន់ខំផ្លូវសម្មាឲ្យបាក់ក្លប់ខ្លាចអំណាចបដិហាបរិស័ទជ្រះថ្លាគោរពវន្ទីអាសាទបុណ្យមីអត្តន័យទាំង5ចូលយើងចងចាំទុកជាព្រឹត្តិការណ៍នៃអ្នកខត្តរឹកក្នុងពុទ្ធសាសនាសូមបានផលលាអានិសង្ឃរៀកអើយកាលអង្គសម្ដេចញែព្រះទ្រង់ញាណស្ដេចចូលនិព្វានមានអង្គចាក្នុងដែនមលរដ្ឋកុងសន្នារាលើផែននេះថ្មដែរម្លុំសាលព្រឹកក្នុងឆ្នាំសញ្ញេវិសាខាពេញបងគៀល្អពន្លឹករាត្រីខ្សោយហើយពេលទីព្រឹកព្រះអង្គទ្រង់នឹកដល់នឹកពៀនបញ្ចុងសម័យថ្ងៃចិត្តរះស្ដេចទ្រង់បានព្រះអង្គចូលឈានចាញ់ហើយចូលទៀតទៅនឹកពៀននិរោធណែក្នុងធានជាចាំឡងនៃធានទី4និងទី5កើតអង្គចាមន់ក្នុងគ្រានោះលោកធាតុទាំងមើលញ័រដូចគួងទៅខាងលើនោះដល់ឋានព្រំខាងក្រោមដល់រងបាតធរណីញាប់ញ័រគ្រប់ទីឋានតូចធំពួកមនុស្សទេវតាអិនព្រំទួញសោកងែស្រែកយំស្ដ
សាស្តាពេលនោះមានផ្កានេះខបោះជ្រួរយរាយចោះចាំងសួគីទេវតានាំមកបាច់បូជាព្រះសម្មេភគវីជា